បើខ្ញុំអត់ប្រាប់បងប្អូនប្រហែលជាគិតថាទេសភាពនេះគឺនៅ Switzerland ហ្មងតែការពិតនេះគឺជាតំបន់ភ្នំព្រើលធម្មជាតិដ៏ស្អាតខ្លាំងមកកន្លែងណាដែលស្តៀងគ្នាទៅនឹង Switzerland មែនតើបងប្អូនបើនិយាយពីទេសភាពនៅនេះពេលដែលឃើញផ្ទាល់នៅក្រៅគឺថាស្អាតជាងក្នុងរូបភាពនិងវីដេអូដែលបងប្អូនបានឃើញទៀតអញ្ចឹងហើយធ្វើឲ្យកន្លែងមួយនេះត្រូវបានគេដាក់ឈ្មោះឲ្យថា Switzerland នៃប្រទេសចិននៅក្នុងវីដេអូមួយនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅស្គាល់និងទស្សនាពីសម្រស់ដ៏ស្អាតអស្ចារ្យនៃភ្នំស៊ីកូនៀងដែលជាទីតាំងទេសចរធម្មជាតិដ៏ល្បីល្បាញមួយកន្លែងនៅខេត្តស៊ីជន់នៃប្រទេសចិនសម្រាប់ការធ្វើដំណើរលើកនេះគឺពួកយើងបានចេញដំណើរពីពលានយន្តហោះអន្តរជាតិដេជោភ្នំពេញដើម្បីហោះទៅកាន់ទីក្រុងឈឹងទូដែលជាទីក្រុងធំមួយនៅខេត្តស៊ីឈួនហើយដោយរាល់ដងអញ្ចឹងមិនថាទៅណាមកណាគឺខ្ញុំតែងតែប្រើជាមួយនឹងវីសាកាតរបស់ធនាគារ Bridge Bank សម្រាប់ការកក់សំបុត្រយន្តហោះនិងកក់សថាគារកន្លែងសម្រាប់គេងអីចឹងទៅហើយបើយើងកក់តាម Agoda ទៀតឥឡូវនេះគេបញ្ចុះតម្លៃរហូតដល់ 7% ទៀតអូមួយទៀតសម្រាប់អ្នកដែលកាន់ប្រភេទកាត Visa Platinum និងកាត Reserve នឹងទទួលបានការចូល VIP Lounge នៅពលានយន្តហោះដោយឥតគិតថ្លៃទៀតនិយាយទៅលយហ្មងអញ្ចឹងសម្រាប់ថ្ងៃទី1ពេលដែលហោះមកដល់ទីក្រុងឈឹងទូពួកខ្ញុំបានសម្រាប់នឹងដើរលេងនៅក្នុងទីក្រុងរបស់គេនេះមួយយប់សិនបើនិយាយទៅនៅប្រទេសចិននេះមិនថាតែការដើរលេងការហូបចុកនិងការចាយវាយអីហ្នឹងមិនជាពិបាកណាស់ណាបងប្អូនមកល្មមស្រួលដែលយើងអាចដើរលេងបានហើយនៅនេះភាគច្រើនគឺគេអត់សូវកាន់លុយទេគឺគេចាយតាមរយៈការប្រើនៅលើ app Alipay WeChat និងតាមរយៈ credit card អីចឹងទៅដូចខ្ញុំអញ្ចឹងកាន់តែងាយស្រួលហ្មងមានតែ Visa card របស់ Bridge Bank មួយភ្ជាប់ជាមួយនឹង app Alipay ឬមួយក៏ tap Direct Pay ទៅលើម៉ាស៊ីន credit card របស់គេរួចជាការស្រេចហ្មងហើយអីដែលសំខាន់ណាយើងនឹងទទួលបាន cashback លុយត្រឡប់មកវិញរហូតដល់ 2% ដោយប្រភេទ card Gold របស់ខ្ញុំអញ្ចឹងខ្ញុំទទួលបាន 1% ដែរកាន់តែងាយស្រួលទៀតនៅពេលដែល card របស់យើងអស់ limit យើងអាចឲ្យមិត្តភ័ក្តិរបស់យើង transfer ចូល card របស់យើងហើយយើងអាចប្រើបន្តទៀតបានដូចឥឡូវនឹងអញ្ចឹងគេមានកម្មវិធីចាយតាម Visa card ហើយឈ្នះកញ្ចប់ដើរលេងទៅកាន់ទីក្រុងសៀងហៃទៀតនិយាយទៅលយហ្មងអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមទៀតបងប្អូនអាចឆែកជាមួយនឹងខាងធនាគារ Bridge Bank បានហើយសម្រាប់ដំណើរកម្សាន្តថ្ងៃបន្ទាប់របស់ពួកខ្ញុំគឺយើងនឹងចេញដំណើរពីទីក្រុងឈឹងទូតាមរយៈឡានក្រុងដើម្បីទៅកាន់ភ្នំស៊ីគូនៀងបើគិតពីរយៈចម្ងាយនៃការធ្វើដំណើរលំបាកជា 5-6 ម៉ោងដើម្បីមកដល់ទីតាំងកន្លែងរបស់យើងមួយនេះនិយាយទៅនៅទីនេះគឺគេហៅថា Sikuning Mountain មានន័យបកជាភាសាខ្មែរយើងហ្នឹងគឺថាភ្នំស្រី4នាក់ហើយនៅទីនេះគឺជាតំបន់ភ្នំធម្មជាតិដ៏ល្បីមួយនៅក្នុងខេត្តស៊ីឈួនសម្រាប់ទេសភាពវិញគឺថាស្អាតនិងប្រែប្រួលទៅតាមរដូវកាលរបស់គេមួយដែលគេមានដូចជារដូវបៃតងរដូវស្លឹកឈើជ្រុះនិងរដូវធ្លាក់ព្រិលអីចឹងទៅបើនិយាយពីសម្រស់និងទេសភាពនៅនេះវិញគឺថាប្រៀបប្រដូចទៅនឹងប្រទេស Switzerland ហ្មងបងប្អូនអ្វីត្បិតតែវាមិនដូចគ្នា 100% មែនតែមើលជាទូទៅមិនថាទេសភាពនិងបរិយាកាសនៅនេះវិញគឺថាស្អាតប្លែកភ្នែកមែនតើបងប្អូនឥឡូវនេះបងប្អូនមើលទេសភាពកពូលភ្នំតកកលាយឡំគ្នាជាមួយនឹងភ្នំខ្ពស់ដែលមានទេសភាពបៃតងនៅជុំវិញនឹង360 ដឺក្រេអញ្ចឹងអូស្អាតខ្លាំងមែនតើបងប្អូនអើយហើយបានមកដល់ឃើញផ្ទាល់អញ្ចឹងទៀតអូខ្ញុំនិយាយមែនបងប្អូនធានាថាពេញចិត្តហ្មងគឺអត់ស្ដាយក្រោយទេដូចអីដែលខ្ញុំនិយាយហ្មងហើយកន្លែងរបស់គេមួយនេះគឺស័ក្តិសមជាទីតាំងទេសចរដ៏ល្បីមួយនៅក្នុងតំបន់របស់គេមែនបើនិយាយទៅថ្មីត្បិតតែក្តីសម័យទៅលេងប្រទេស Switzerland អត់ទាន់បានសម្រេចមែនតែយ៉ាងណាមកដល់ត្រឹមមកកន្លែងមួយនេះក៏បានដែរនិយាយទៅ Switzerland ចាំគិតលើក្រោយទៀតចាំពេលណាដែលយើងមានឱកាសនិងពេលវេលាល្អត្រឹមត្រូវចាំយើងទៅលេងឲ្យបានម្ដងតែយ៉ាងណាបើសិនយើងមានពេលឬមួយក៏ថវិកាតិចតួចអីហ្នឹងមកលេងនៅត្រឹម Switzerland នៅប្រទេសចិននេះក៏បានដែរដោយសារតែការមកលេងនៅនេះគឺការចំណាយរបស់ពួកខ្ញុំអស់តិចតួចមែនតើបងប្អូនដោយសារតែពួកយើងដើរលេងជាលក្ខណៈជាក្រុមអញ្ចឹងណាលក្ខណៈ share trip អីចឹងទៅហើយសម្រាប់វីដេអូបន្ទាប់ទៀតខ្ញុំនឹងនាំបងប្អូនទៅមើលទីតាំងមកកន្លែងទៀតដែលស្អាតខ្លាំងនៅក្នុងតំបន់របស់គេដូចគ្នាដែរអញ្ចឹងបើបងប្អូនស្រឡាញ់ពេញចិត្តកុំភ្លេចជួយចុច like និង follow page មួយនេះដើម្បីតាមដានវីដេអូបន្ទាប់អរគុណបងប្អូនសម្រាប់ការមើលវីដេអូមួយនេះដល់ចប់ហើយយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ទៀត